សួស្តីខ្ញុំជាពៅខ្ញុំនឹងមកធ្វើការបង្ហាញបទពិសោធន៍មួយដែលធ្លាប់លើលោកខ្ញុំគឺខ្ញុំនៅពេលដែលខ្ញុំផុសរូបមួយប្រហែលជាខ្ញុំអត់ចាំឆ្នាំប៉ុន្តែវាបានមានគេ comment ម្នាក់ហ្នឹងគេថាខ្ញុំយ៉ាប់ម៉េះគាត់រឿងប៉ុណ្ណឹងសោះល្ងងដែរវាជារឿងមួយខ្ញុំគិតថាគាត់និយាយលេងដោយសារតែគាត់ជាមិត្តភក្តិខ្ញុំដែលស្គាល់គ្នាប៉ុន្តែពាក្យនេះវាបានប៉ះពាល់អារម្មណ៍ខ្ញុំមែនទែនដែលថាជាមិត្តភក្តិគ្នាប៉ុន្តែគាត់និយាយមកគាត់ថាខ្ញុំអត់អីប៉ុន្តែពេលដែលគាត់និយាយយ៉ាងមកធ្វើឲ្យខ្ញុំហ្នឹងត្រូវបានគិតរហូតដេកគិតវាអត់ស្រួលក្នុងចិត្តរហូតដែលធ្វើឲ្យខ្ញុំហ្នឹងវាមានអារម្មណ៍ថាខ្លួនឯងយ៉ាប់យ៉ាងមែនអត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថារៀងខូចចិត្តអន់ចិត្តទៅលើរឿងគាត់និយាយអញ្ចឹងហើយខ្ញុំសង្ឃឹមថាទោះជាមិត្តភក្តិនឹងគ្នាក៏ដោយចិត្តស្និទ្ធគ្នានឹងណាក៏ដោយយើងគិតថាពាក្យលេងសើចឯងប៉ុន្តែពេលដែល comment ទៅត្រូវគិតដែរវាតាមកលៈទេសៈដែរដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានៅពេលដែលមើលវីដេអូនេះហើយអ្នកដែលចូលចិត្ត comment ពាក្យអាក្រក់ៗលើគេសូមបញ្ឈប់ទៅជំរំ Digital សតវត្សថ្មីចំណេះដឹងថ្មីអនាម័យលើប្រព័ន្ធ Digital របស់អ្នក